ជាត្បូងខ្ញុំសូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះវ៉ែហួរថ្ងៃនេះខ្ញុំនិយាយអំពី Final Practice ទី2ដែលទាក់ទងទៅនឹងអឺ User Management នៅក្នុង Practice នេះលោកគ្រូចង់ឲ្យខ្ញុំកើតទៅលើgroup ចំនួន3គឺទី1គឺ SUITG នឹង1ហើយ SUCLG ហើយនិងមួយទៀតគឺ SU Admin ហើយ group ចំនួន3ហើយនៅមានមួយទៀតគឺគ្រូចង់ឲ្យខ្ញុំបង្កើត user ចំនួន4ដែលស្ថិតនៅក្នុង group នីមួយៗនេះ user ដូចជា user ITU 01ហ្នឹងរហូតដល់4ហ្នឹងទៅហើយនៅក្នុងមួយ group ហ្នឹងគឺត្រូវមាន user ចំនួន4ទាំងអស់ user មាន12 user ហើយមួយទៀតគឺកើតទៅលើ folder ហើយដាក់ folder ហ្នឹងឲ្យឈ្មោះទៅដូចនឹងuser ហើយមួយទៀតជាចុងក្រោយគឺលោកគ្រូចង់ឲ្យខ្ញុំ set user permission ហ្នឹងចូលទៅកាន់ group នីមួយៗទៅតាមលក្ខខណ្ឌដែលគ្រូដាក់ឲ្យសម្រាប់ practice នេះគ្រូចង់ឲ្យធ្វើប៉ុណ្្នឹងឥឡូវចូលមកការសរសេរ comment ទីដំបូងយើងត្រូវការបង្កើតទៅលើ user ចំនួនgroup ចំនួន3ចំនួនសិនដោយយើងប្រើប្រាស់ទៅលើ comment មួយគឺ sudo add group ហើយ group ហ្នឹងមានឈ្មោះដូច SUITG enter ហើយបន្តមកទៀតគឺgroup មួយទៀតដែលមានឈ្មោះថា SU cell G ហើយចុងក្រោយគឺ admin SU user admin G enter ហើយបន្ទាប់មកយើង check ថា group ហ្នឹងយើងបង្កើតបានឬអត់ដោយប្រើប្រាស់ comment មួយគឺcom gen .g នេះគ្រូចំនួន3ដែលខ្ញុំបានបង្កើតហើយមួយទៀតគឺទៅការបង្កើត user ទាំងអស់គឺ12ចំពោះ user នេះវាđangច្រើនខ្ញុំសូមធ្វើការកាត់កន្លែងខ្លះខ្ញុំធ្វើការបង្កើតតែមួយទេហើយប្រហែលខ្ញុំកាត់ដោយសារវាច្រើនក្នុងការបង្កើតទៅលើ user គឺ sudo add user ITU 01 enter password 123 enter 123 enter បាទគ្រូសម្រាប់ user ខ្ញុំបានបង្កើតរួចរាល់ហើយខ្ញុំបានកាត់វាដោយសារខ្លាចវាវែងដោយសារវាដដែលនេះគឺជា user ដែលខ្ញុំបានបង្កើតដែលមានចំនួនដល់ទៅ12ហើយជាហ៊ានបន្តមកទៀតគឺលោកគ្រូចង់ឲ្យខ្ញុំ add user ទាំងអស់ហ្នឹងចូលទៅក្នុង group នៅក្នុងការ add user ចូលទៅក្នុង group ហ្នឹងខ្ញុំត្រូវការប្រើប្រាស់ទៅលើ comment មួយដែលមានឈ្មោះថា sudo usermod .ag SUITG group នៃ SUITG ហ្នឹងហើយនឹង user ITU 01 enter ទី2 enter ទី3 enter ទី4 enter ចំពោះ group នៃ SUITG ហ្នឹង add user 4រួចរាល់ហើយឥឡូវដល់ group មួយទៀតដែលមានឈ្មោះថា SU cell ម្ដងcell 1 enter 2 enter 3 enter 4 enter ហើយ
ហើយចំពោះសារហើយចុងក្រោយគឺadmin ម្ដងដូចកន្លែងទី2មក admin edu 1 enter 2 enter 3 enter 4 enter ហើយបន្ទាប់មកទៀតយើងត្រូវការ check មើលថា user ទាំងអស់ហ្នឹងបានចូលទៅក្នុង group នីមួយៗហ្នឹងហើយទៅនៅដោយប្រើប្រាស់ទៅលើ comment check ហ្នឹងគឺ temp group AUITG enter នេះគឺ group AUITG ហ្នឹងបាន user ហ្នឹងបានចូលទៅក្នុង group ហ្នឹងហើយមួយទៀត cell ម្ដង enter ចុងក្រោយគឺ admin នេះគឺបានចូលទៅរួចរាល់ហើយជំហានបន្ទាប់មួយទៀតគឺយើងត្រូវការបង្កើត folder ម្ដងដោយដាក់ឈ្មោះទៅដូចនឹង user ក្នុងការបង្កើតហ្នឹងខ្ញុំបានសរសេរ comment ហើយកុំឲ្យវាវែងខ្ញុំយកមក copy យកហ្មងនេះគឺជា comment សម្រាប់បង្កើតទៅលើ folder ឥឡូវយើង check មើលថា folder ហ្នឹងយើងបានបង្កើតត្រឹមត្រូវអត់ដោយប្រើប្រាស់ comment 3 enter នេះគឺជា folder ដែលយើងបានបង្កើតហើយជារៀនបន្តទៀតយើងត្រូវផ្លាស់ប្ដូរទៅលើ user ហើយនិង group មុនផ្លាស់ប្ដូរខ្ញុំសូម check មើលសិនដោយប្រើប្រាស់ទៅលើ comment ls -l AUITG enter នេះគឺជា user ហើយនិង group ដើមដែលមានឈ្មោះខ្ញុំអញ្ចឹងខ្ញុំត្រូវការផ្លាស់ប្ដូរពួកហ្នឹងឲ្យទៅជា user ដែលមាន ITU 01ហើយនិងមាន group គឺ AUITG ក្នុងការផ្លាស់ប្ដូរហ្នឹងខ្ញុំប្រើប្រាស់ទៅលើ comment មួយគឺ sudo ch on itu.01.2 AUITG /ITU.01 enter មួយទៀតគឺ2ម្ដងenter 3 enter ខូនគឺ4 enter ហើយបន្ទាប់មកយើង check ថាយើងបានផ្លាស់ប្ដូរ user នឹងគ្រប់នឹងបានអត់ដោយប្រើប្រាស់ comment ls comment តារាងគឺនេះគឺបានផ្លាស់ប្ដូរ user ហើយនឹងគ្រប់រួចរាល់ហើយចំពោះ cell និង admin ដូចគ្នាទេកន្លែងហ្នឹងខ្ញុំសូមធ្វើការកាត់ដោយសារខ្លាចវាវែងបាទគូឥឡូវខ្ញុំបានផ្លាស់ប្ដូររួចរាល់ហើយឥឡូវខ្ញុំធ្វើការ comment ដើម្បី check ថាខ្ញុំបានដូរនឹងត្រឹមត្រូវអត់ទី1គឺ ls -l នៃ FUATG អានឹងមុននេះខ្ញុំបានផ្លាស់ប្ដូររួចរាល់ហើយទៅលើ user នឹងគ្រប់មួយទៀតគឺ cell ម្ដងនេះ cell ខ្ញុំបានដូររួចរាល់ហើយចុងក្រោយគឺ admin
នេះ admin ក៏ខ្ញុំបានផ្លាស់ប្ដូររួចរាល់ហើយជាចុងក្រោយគឺគ្រូចង់ឲ្យខ្ញុំset permission ទៅឲ្យ user នីមួយៗដោយ user AUITG ហ្នឹងទីមួយគឺ U ហ្នឹងមានន័យថាឲ្យវា full មានន័យថាឲ្យវា read ឬក៏ write បានហើយមួយទៀត G ហ្នឹងយើងអាច write បានទេfull ហ្នឹងខ្ញុំភ្លេចប្រាប់ថា full ហ្នឹងគឺប្រើលេខ7ហើយG ហ្នឹងអត់មាន write គឺប្រើលេខ5 no ហ្នឹងមានន័យថាប្រើលេខ0អញ្ចឹងមានន័យថា750នៅក្នុងការ set permission ទៅលើ IT ហ្នឹងខ្ញុំប្រើប្រាស់ទៅលើ command មួយគឺ sudo chmod គឺ750ទៅលើ futg/itu ដក0គ្រាប1.1 enter ហើយទៅមកខ្ញុំធ្វើការ check ថាខ្ញុំបានផ្ដល់ permission ហ្នឹងត្រូវតាមលក្ខខណ្ឌរបស់លោកគ្រូអត់ដោយប្រើប្រាស់ command check គឺ ls ដក l ថាហ្នឹងគឺ futg enter នេះគ្រូមួយគឺអាច read write បានមួយទៀតគឺអត់អាច write បានទេហើយចុងក្រោយគឺ NaN អញ្ចឹងលក្ខខណ្ឌទី1គឺត្រូវហើយឥឡូវចូលដល់លក្ខខណ្ឌទី2ទៅលើ fusel ម្ដង fusel fusel ហ្នឹងគ្រូចង់បានឲ្យទី1គឺ full ហើយទី2គឺno ទាំងអស់អញ្ចឹងមានន័យថា0 ទាំងអស់អញ្ចឹង700ខ្ញុំធ្វើការកែកន្លែងនេះទៅលើ cell ម្ដង cell fusel គឺ700 enter ហើយតមកខ្ញុំធ្វើការ check cell enter នេះគ្រូទី1គឺយើងអាច read write បានហើយពីចុងក្រោយគឺ NaN ហើយទីចុងក្រោយគឺ admin ម្ដងដោយខ្ញុំដោយលក្ខខណ្ឌគ្រូចង់ឲ្យទី1គឺ full ទី2អត់អាច write បានហើយទី3ក៏អត់អាច write បានដែរអញ្ចឹងគឺ755ខ្ញុំប្រើប្រាស់ sudo mode ដដែលយើងផ្លាស់ប្ដូរមកទៅជា edu ហើយអានេះ edu admin 755 enter ហើយតមកយើង check មកថាវាត្រូវទៅតាមលក្ខខណ្ឌនោះ admin enter នេះគ្រូទី1គឺយើងអាច read write បានទី2យើងអាច write បានហើយទី3ក៏អាច write បានដែរចំពោះការងារខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណគ្រូ